ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2025បានប្រើសន្ទរកថារយៈពេល7ម៉ោងប្រលាក់អង្គការសហប្រជាជាតិឬ UN នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិដែលរៀបចំឡើងនៅទីក្រុងញូវយ៉ករបស់អាមេរិកលោកត្រាំបានរិះគន់អង្គការនេះថាបរាជ័យនៅក្នុងការបញ្ចប់សង្គ្រាមនៅទូទាំងពិភពលោកនៅចំពោះមេដឹកនាំពិភពលោកត្រាំនិយាយដោយមិនក្រែងថានៅក្នុងគ្រប់វិវាទទាំងអស់ UN មិនបានព្យាយាមជួយនោះទេក្នុងនោះរួមទាំងការប៉ះទង្គិចនៅតាមព្រំដែនរវាងកម្ពុជានិងថៃផងដែរលោកត្រាំបានចោទសួរត្រង់ថាតើ UN ត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងអ្វីទន្ទឹមនឹងការបង្អាក់ UN លោកត្រាំមិនភ្លេចរំលឹកពីស្នាដៃរបស់ខ្លួនដោយប្រកាសថាលោកបានបញ្ចប់សង្គ្រាមចំនួន7នៅក្នុងរយៈពេល7ខែនៃការកាន់តំណែងជាប្រធានាធិបតីលោកត្រាំថាក្នុងរយៈពេលដែលលោកដោះស្រាយបញ្ចប់វិវាទទាំងនេះលោកមិនដែលបានឮ UN សួរនាំឬក៏ផ្ដល់ជាគំនិតយោបល់អ្វីឡើយការរិះគន់របស់លោកត្រាំទាក់ទាញយោបល់គ្រប់គ្រងតែទន្ទឹមនឹងនោះក៏នាំមកនូវការវែងញែកផងដែរអ្នកវិភាគសម្គាល់ថាខណៈដែលការសម្រុះសម្រួលរបស់អាមេរិកបាននាំឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃចំនួនមិនទាន់បានដោះស្រាយចប់ជាស្ថាពរនោះទេដូចគ្នាដែរចំពោះសង្គ្រាមរវាងកុងហ្គោនិងរ៉ាវ៉ាន់ដាស្រាប់ពីនិងកូសូវូអ្នកវិភាគក៏ចង្អុលបង្ហាញថាជាប្រពៃណី UN ដើរតួតិចតួចនៅក្នុងចំនួនអាស៊ីអាគ្នេយ៍ដែលជារឿយៗត្រូវបានសម្របសម្រួលតាមរយៈយន្តការបំផន់ដូចជាអាស៊ានជាដើមការវាយប្រហាររបស់លោកត្រាំទៅលើ UN ក៏ទំនងជាមើលរំលងកំណត់ត្រាសន្តិភាពរបស់ UN ផងដែរចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ1945អង្គការនេះបានជួយប្រទេសដែលហែកហួរដោយសង្គ្រាមស៊ីវិលរួមទាំងប្រទេសកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ1990នៅពេលដែលកងរក្សាសន្តិភាពអ៊ុនតាក់រៀបចំការបោះឆ្នោតឡើងវិញដូចគ្នាដែរចំពោះប្រទេសណាមីប៊ី ស៊ីរ៉ាឡេអូននិងទីម៉ូខាងកើតក៏ប៉ុន្តែរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះសមត្ថភាពរបស់ UN បានថមថយដោយសារតែស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនគឺក្រុមប្រឹក្សាសន្តិសុខដែលមាន5ប្រទេសជាសមាជិកអចិន្ត្រៃយ៍ដូចជាសហរដ្ឋអាមេរិករុស្ស៊ីចិនបារាំងនិងអង់គ្លេសប្រទេសនីមួយៗកាន់អំណាចវេតូរៀងខ្លួនពួកគេបានជំទាស់ម្ដងហើយម្ដងទៀតនៅដំណោះស្រាយរបស់គ្នាទៅវិញទៅមកដូចជារុស្ស៊ីវេតូលើដំណោះស្រាយសម្រាប់អ៊ុយក្រែនអាមេរិកវេតូមិនព្រមចាត់វិធានការលើអ៊ីស្រាអែលដើម្បីសន្តិភាពនៅកាហ្សារុស្ស៊ីនិងចិនជំទាស់វិធានការលើប្រទេសស៊ីរីជាដើមដូច្នេះ UN ត្រូវបានគេមើលឃើញថាបានខ្វិនរួចទៅហើយនៅក្នុងរចនាសម្ព័ន្ធរបស់ខ្លួនខ្ញុំរស់សុធាពី News Today NTTV